ចាសសូមជម្រាបសួរប្រិយមិត្តចាថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកយល់ដឹងថានៅពេលដែលបុព្វបុរសយើងកសាងប្រាសាទគឺត្រូវមានការដាក់បណ្ដាសាជាប់នឹងប្រាសាទមុនពេលដែលដូនតាយើងកសាងប្រាង្គប្រាសាទនានាតែងតែសេពមុនគាថាចងអាគមជាច្រើនប្រភេទនៅទីនោះតាមប្រភេទអ្នកចេះអាគមរៀងខ្លួនបើមានប្រាសាទមួយត្រូវបានកសាងឡើងត្រូវឲ្យគ្រូអាគមជាច្រើនអ្នកមកចងការពារនិងបានកោះហៅផ្លូវងងឹតឲ្យមកយាមផងដែរហើយអ្នកចេះមុនអាគមទាំងនោះសុទ្ធសឹងតែជាមេទ័ពខ្លាំងផងដែរក្នុងនោះក៏មានការចង់ដាក់បណ្ដាសាបញ្ចុះសម្រាប់ខ្មាំងសត្រូវណាដែលមិនមែនជាជនជាតិដើមដែលពួកគេមានបំណងមិនល្អសម្រាប់ដែនប្រាសាទទាំងនោះការចងបណ្ដាសាឡើងមិនមែនជារឿងងាយស្រួលនោះទេគឺគេត្រូវប្រើពេលវេលាយូរសម្រាប់រៀបចំពិធីតាមលទ្ធិព្រហ្មញ្ញសាសនាមានការថ្វាយលោហិតសត្វនិងលោហិតមនុស្សតាមលក្ខខណ្ឌផ្សេងមានទាំងការថ្វាយជូនដល់អស់ទេពនិករដែលពួកគេបានជឿបណ្ដាសានេះមិនមែនចេះតែអ្នកណាក៏អាចដាក់បាននោះទេគឺទាល់តែអ្នកដែលហ៊ានលះបង់ខ្ពស់និងមានចិត្តវិញ្ញាណផ្សារភ្ជាប់នឹងម្ចាស់នៃធាតុទាំង5ដែលមាននៅក្នុងโลกនេះធាតុទាំង5នោះមានដូចជាទឹកដីភ្លើងខ្យល់និងឈើយើងដឹងហើយថាធាតុទាំង5នេះគឺត្រូវបានគេយកមកធ្វើជាប្រយោជន៍ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃតែទន្ទឹមនឹងនេះធាតុនោះក៏ជាអាវុធមុខពីរអាចធ្វើឲ្យមនុស្សមានទុក្ខភ័យផងដែរជាគ្រោះទឹកជំនន់ភ្លើងឆេះផ្ទះខ្យល់ព្យុះជាដើមធាតុទាំង5នេះត្រូវបានគេយកមកធ្វើជាកម្លាំងនៃការដាក់បណ្ដាសាសម្រាប់អំបូរជាតិផ្សេងណាដែលមានចិត្តចងបំពានឬមិនគោរពប្រាសាទទាំងនេះដោយប្រការណាមួយពួកគេនឹងត្រូវធាតុណាមួយក្នុងចំណោមធាតុទាំង5ដាក់ទោសដល់ពួកគេតាមកម្លាំងនៃម្ចាស់បណ្ដាសាបូជាហេតុនេះទើបយើងឃើញមានរឿងហេតុដែលយើងរាល់គ្នាគិតថាជារឿងចៃដន្យនោះបានកើតឡើងតាំងពីបុរាណកាលមកប្រិមិត្តជាទីមេត្រីតាមរយៈវីដេអូនេះចាប្រិមិត្តបានយល់ដឹងហើយថាប្រាសាទនីមួយរបស់ដូនតាយើងមុននឹងកសាងមិនមែនតែកសាងធម្មតានោះទេគឺមានការដាក់បណ្ដាសាការចងអាគមផ្សេងដើម្បីការពារប្រាសាទកុំឲ្យពួកឈ្លានពានណាមកយីប្រាសាទយើងបានចាដូនតាយើងពិតជាអស្ចារ្យមែនទែនអរគុណប្រិមិត្តវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណប្រិមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាសូមជម្រាបលា